អ្នកស្វែងរកការងារនេះគ្រាន់តែផ្ញើ CV មកទៅសេមិនបានត្រឹមត្រូវចុះតម្រាំដល់ពេលធ្វើការអ្នកស្វែងរកការងារនិងនយោជកដូចផ្លាតេលើវាអត់ម៉ាចគ្នាក្រុមហ៊ុនភាគច្រើនគាត់រើសបុគ្គលិកអាចថាសម្លឹងមើលទៅលើសក្តានុពលរបស់បុគ្គលិកនិងបច្ចុប្បន្នបើសិនជាយើងយកមកអ្នកដែលគាត់ប្រកែកភ្លាមប្រហែលជាអាចនឹងពិបាករកអញ្ចឹងលុះត្រាតែគាត់អាចបន្ថយនៅលក្ខខណ្ឌតិចថាបើសិនជាអ្នកខ្លះគាត់ fresh graduate គាត់អត់សូវមានបទពិសោធន៍ទេប៉ុន្តែជាសមត្ថភាពគាត់អាចមានដល់ពេលអ្នកដាក់ពាក្យខ្លះនៅពេលដែលគាត់ឃើញឱកាសការងារហ្នឹងគាត់ទៅសម្ភាសឬក៏ទៅដាក់ពាក្យតែគាត់អត់បានត្រៀមខ្លួនបានល្អប្រសើរតែខ្លះខាងក្រុមការងារគាត់បានតំណែងជាមួយខាង employer ហើយថាបេក្ខជននេះគាត់មានសមត្ថភាពអញ្ចឹងហើយក៏ព្រមព្រៀងទៅសម្ភាសដែរប៉ុន្តែដល់ពេលជាក់ស្ដែងគាត់អត់ទៅសម្ភាសគាត់ថាបាទតែពេលខ្លះគាត់អត់ប្រាប់យើងវិញដែរថាគាត់អត់បានទៅ